ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់និយាយអំពីការដាក់ឈ្មោះបន្តិចណាចាតកតងជាមួយនឹងការដាក់ឈ្មោះនេះបងប្អូនខ្លះគាត់គិតថាគ្រាន់តែដាក់ត្រឹមតែមកចាដាក់ថាអត្តសញ្ញាណរបស់មនុស្សម្នាក់ៗហ្នឹងឲ្យតែបានហៅក៏វារួចហើយមិនអញ្ចឹងទេណាចាក្បួនខ្មែរបុរាណពីដើមរបស់យើងលោកមានក្បួនក្នុងការដាក់ឈ្មោះកូនចៅល្អប្រសើរណាស់មិនមែនចេះតែដាក់ទេការដាក់នោះគឺត្រូវគុណគូខែឆ្នាំថាតើកូនដែលត្រូវដាក់ហ្នឹងចាឈ្មោះហ្នឹងគឺខែឆ្នាំកំណត់ហ្នឹងចាគឺវាត្រូវដាក់បានល្អណាហើយចាសម័យខ្លួនហ្នឹងចាកូនហ្នឹងមានសម្ពីបនប៉ុណ្ណាចាដែលអាចដាក់ឈ្មោះហ្នឹងទៅវាត្រូវឬអត់ណាចាធ្លាប់ឃើញអត់បងប្អូនអ្នកខ្លះដាក់ឈ្មោះខុសគឺឈឺមិនឈប់ទេនោះដោយសារតែដាក់ឈ្មោះចាលើសពីសម្ពីបនចាស់របស់ខ្លួនឯងវាខ្ពស់ពីខ្លួនឯងខ្ពស់ខ្លាំងពេកណាចាអាហ្នឹងគឺវាមានបែបហ្នឹងពិតមែនណាចាអាហ្នឹងចាឲ្យមើលទៅលើសម្ពីចាបនចាស់របស់ម្ចាស់បាតដៃទៅម្ចាស់សម័យខ្លួនទៅអាចដាក់ឈ្មោះបានល្អប្រសើរហើយសម្រាប់ការដាក់ឈ្មោះនេះដែរសំខាន់បំផុតគឺត្រូវការមើលបាតដៃដូចគ្នាដែរណាចាដោយដៃរបស់គាត់នេះណាឃើញទេចាតួដៃរបស់គាត់គឺសម្ពីបនចាស់របស់គាត់គឺតិចណាចាគាត់មានសម្ពីកម្មចាស់ច្រើនចាអញ្ចឹងយើងគួរតែដាក់ឈ្មោះណាដែលគេហៅថាសាមញ្ញធម្មតាកុំដាក់ឈ្មោះទៅខ្ពស់ដូចជាឈ្មោះទេវតាឬក៏ឈ្មោះបរិជាអីជាដើមចាអានោះគឺមិនសូវជាល្អទេហើយចាគុណគូទៅតាមខែឆ្នាំកំណត់គាត់ផងដែរដាក់ដើម្បីត្រូវមួយទៀតការដាក់ឈ្មោះក៏ត្រូវមើលចាអំពីអត្តចរិតរបស់មនុស្សដែរអញ្ចឹងនៅលើបាតដៃគឺជាកន្លែងដែលបង្ហាញអត្តចរិតមនុស្សដែលច្បាស់បំផុតណាចាអញ្ចឹងដោយអ្វីដែលយើងរៀនកន្លងមកអញ្ចឹងគឺការមើលចាអត្តចរិតមនុស្សនេះគេមើលទៅលើខ្សែចិត្តណាត្រង់នេះគេហៅខ្សែចិត្តឧទាហរណ៍ខ្សែចិត្តបែបនេះដូចខ្ញុំគូអញ្ចឹងណាខ្សែចិត្តដែលខ្លីឈប់ត្រឹមចាក់ដៃកណ្ដាលបែបហ្នឹងដូចខ្ញុំធ្លាប់បានបញ្ជាក់ហើយអ្នកដែលមានគេហៅថាមានចិត្តចាស្មោះត្រង់ណាពេលខ្លះក៏ត្រង់ជ្រុលណាចាហើយងាយនឹងជឿគេលឿននិយាយរួមអាចនឹងឆោតថាបាននិយាយរួមគឺគាត់មិនសូវជាវៀងវៃឆ្លៀសវៃអីប្រហែលទេណាមើលទៅលើខ្សែខួរក្បាលគាត់បន្ថែមទៀតនិយាយរួមអញ្ចឹងយើងដាក់ឈ្មោះទៅតាមនឹងទៅណានិយាយរួមនេះគឺការដាក់ឈ្មោះនេះគឺមើលលើអត្តចរិតមើលមនុស្សនឹងនិស័យទៅលើអីណាចាហើយមើលខ្សែវាសនារបស់គាត់ចាយ៉ាងម៉េចចាបុណ្យរបស់គាត់ប៉ុណ្ណាគឺយើងដាក់ទៅតាមនឹងណាមិនមែនចេះតែដាក់ទេណាចាហើយសម្រាប់ឈ្មោះនេះគឺគេដាក់គឺសំដៅទៅលើចានៃ3យ៉ាងណាចា3យ៉ាងនោះគឺអត្តរូបអត្តរសនិងអត្តន័យណាចាតកតងជាមួយនឹងអត្តរូបដូចខ្ញុំនិយាយរៀបរាប់មិញអញ្ចឹងចាមើលទៅចាវាសមនឹងចាអត្តចរិតរបស់មនុស្សនឹងឬអត់សមនឹងមុខមាត់របស់មនុស្សនឹងឬអត់ជាពិសេសគឺអត្តចរិតនឹងតែម្ដងដាក់ឈ្មោះគឺសំដៅទៅលើអត្តចរិតយ៉ាងសំខាន់វាត្រូវជាមួយអត្តចរិតនឹងអត់មើលទៅវាសមឬអត់ណាចាព្រោះថាមានអ្នកខ្លះចាអត្តចរិតរបស់គាត់គឺមនុស្សដែលស្លូតបូតចាប៉ុន្តែឈ្មោះកាចលើអត្តចរិតជ្រុលចាហើយមួយទៀតឈ្មោះហ្នឹងអាចពីរោះជាងពីរោះឬក៏វាពីរោះជាងមុខមាត់ហើយវាអត់សមជាមួយមុខមាត់ដូចថាជាឧទាហរណ៍ទៅមុខអត់ស្អាតទេណាចាមានសម្ពាធបន្តិចមុខក៏មិនស្អាតប៉ុន្តែដាក់ឈ្មោះនេះពីរោះខ្លាំងណាស់ចាពីរោះរំដំខ្លាំងយកឈ្មោះព្រះនាងក្នុងជួរគេហៅថាស្ដាច់អីជាដើមទៅយកមកដាក់ទៅវាវែងឡាយវាពីរោះខ្លាំងដាក់មកវាអត់សមណាចាហើយតកតងជាមួយទៅនឹងចាអត្តរសវិញតើឈ្មោះហ្នឹងពីរោះឬអត់ចាហៅមកវាសមវាពីរោះឬអត់ហើយតកតងជាមួយនឹងអត្តន័យវិញតើឈ្មោះហ្នឹងគឺវាមានអត្តន័យបែបណាអត្តន័យល្អបែបណាចាហើយអត្តន័យនោះគឺវាជួយអីទៅដល់លើម្ចាស់បាតដៃឈ្មោះអាចបែបហ្នឹងទៀតណាបាទឈ្មោះខ្លះដាក់មកគឺធ្វើឲ្យម្ចាស់បាតដៃចាម្ចាស់សម័យខ្លួនធ្វើអីក៏សម្រេចណាចាឈ្មោះខ្លះដាក់ទៅគឺមានតេជះមានចាសេរីចាហើយក៏ឲ្យមានទ្រព្យក៏បានដែរណាចាហ្នឹងគឺបែបហ្នឹងតែមិនចេះតែក៏បានទាំងអស់គ្នាទេមើលទៅលើសម្ពីបនចារបស់មនុស្សម្នាក់ៗទៀតណាចាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់ចាដាក់ឈ្មោះឲ្យកូនចៅណាចាឬក៏ចាឈ្មោះខ្លួនឯងចង់ដឹងថាឈ្មោះហ្នឹងល្អឬអត់ឬក៏ឈ្មោះហ្នឹងនាំចង្រៃដល់ខ្លួនឯងមិនល្អសម្រាប់ខ្លួនឯងចង់ដូរឈ្មោះអីចាអាចតាក់ទងមកខ្ញុំបានតាមរយៈ Telegram ដែលខ្ញុំដាក់ខាងលើព្រោះតាក់ទងជាមួយនឹងឈ្មោះនេះយើងគិតថាអ្នកខ្លះគាត់អាយុច្រើនហើយមិនអាចទៅដូរឈ្មោះដូរគេហៅថាសម្បត្តិកំណើតអីបាននោះទេអត្តសញ្ញាណប័ណ្ណអីបាននោះទេប៉ុន្តែយើងចង់សម្ដៅទៅលើការហៅក្រៅវិញណាចាព្រោះឈ្មោះគឺខ្លាំងបំផុតគឺការហៅក្រៅហ្នឹងឯងបងប្អូនសម្រាប់អ្នកដែលដូចថាដឹងយើងស្គាល់យើងហៅយើងក្រៅហ្នឹងណាចាហៅឈ្មោះនេះឈ្មោះហ្នឹងអាហ្នឹងគឺសំខាន់បំផុតណាព្រោះថាឈ្មោះនៅក្នុងអត្តសញ្ញាណប័ណ្ណឬក៏សម្បត្តិកំណើតពេលខ្លះតើគាត់ធ្វើការឬក៏រៀនសូត្រអីមិនត្រូវការប្រើប្រាស់តែឈ្មោះហៅក្រៅនេះគឺសំខាន់បំផុតណាចាអញ្ចឹងអរគុណច្រើនណា